សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ vlog នៅជប៉ុនថ្ងៃចុងក្រោយរបស់ខ្ញុំនៅក្នុងទីក្រុងតូក្យូថ្ងៃនេះខ្ញុំបាននាំបងប្អូនទាំងគ្នាឲ្យស្គាល់កន្លែងដើរលេងមួយកន្លែងទៀតហើយនៅក្នុងប្រទេសជប៉ុនដែលស្ថិតនៅក្នុងតំបន់អាសាគូសានៅក្នុងទីក្រុងតូក្យូហើយកន្លែងមួយនេះមានឈ្មោះថា Sensoji Temple អញ្ចឹងបងប្អូនឮតែ Temple ដឹងថាអីហ្នឹងមែនទេចាអញ្ចឹង Sensoji Temple គឺជាវត្តណាបងប្អូននៅក្នុងប្រទេសជប៉ុនគឺសបោ Temple ច្រើនមែនទែននិយាយទៅតាមតំបន់មួយគឺសុទ្ធសឹងតែមាន Temple ចំគ្រប់តំបន់ហ្មងហើយវត្ត Sensoji នេះក៏ជាប់ជា Temple ដែលល្បីបំផុតមួយដែរអញ្ចឹងសម្រាប់អ្នកទេសចរដែលគាត់ទៅលេងទីក្រុងតូក្យូភាគច្រើនគឺគាត់អត់ចោលវត្ត Sensoji ហ្នឹងទេហើយពេលដែលខ្ញុំទៅលេងហ្នឹងក៏បានជួបបងប្អូនខ្មែរយើងមួយចំនួនដែរដែលគាត់ទៅលេងកន្លែងហ្នឹងដូចគ្នាឥឡូវបកមកនិយាយរឿងប្រវត្តិវត្តហ្នឹងបន្តិចចឹងវត្ត Sensoji ហ្នឹងគឺជាវត្តបុរាណហើយល្បីបំផុតមួយនៅក្នុងទីក្រុងតូក្យូត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី7បងប្អូនបើគិតអាយុកាលមកដល់លើប្រហែលជាខ្ទង់1300ឆ្នាំជាងហើយសម្រាប់ស្ថាបត្យកម្មរបស់គេdecor ជាលក្ខណៈបែបជប៉ុនបុរាណហើយនៅខាងក្នុងយើងអាចអត់ធូបសម្រាប់បួងសួងសុំសេចក្តីសុខសំណាងល្អអីចឹងណានៅជាប់វត្តហ្នឹងគេមានជា walk street និយាយទៅបងប្អូនទេសចរទៅលេងច្រើនខ្លាំងមែនទែនចឹងបងប្អូនមើលតែក្នុងវីដេអូទៅថាច្រើនកម្រិតណាលក្ខណៈថាដើរចង់ជន់គ្នានេះនៅ Walk Street ហ្នឹងគេមានលក់ប្រភេទចម្រុះបងប្អូនទាំងប្រភេទវត្ថុអនុស្សាវរីយ៍មានទាំងប្រភេទអាហារបែប street food បែបជប៉ុនអីអញ្ចឹងណាហើយគេក៏មានជួលជាប្រភេទកៅអៅប្រពៃណីជប៉ុនណាខ្ញុំអត់ដឹងថាគេហៅអីនេះខ្ញុំអត់បានជួលទេនិយាយទៅស្ដាយមែនទែនដែលថាទៅហ្នឹងពេលវេលាខ្លីហើយណាមួយចង់សេវលុយហងអញ្ចឹងគឺខ្ញុំអត់បានជួលទេសម្រាប់កៅអៅជួលហ្នឹងដូចជាមួយឈុតខ្ទង់ 5000 យេនឬមែនបងប្អូនគិតបាត់ទេហើយសម្រាប់អ្នកដើរលេងនៅ Walk Street ហ្នឹងគឺចម្រុះជនជាតិហ្មងចឹងនិយាយថាអ្នកទេសចរក៏មានជនជាតិជប៉ុនផ្ទាល់ហ្នឹងក៏មានដែរកូនក្មេងសិស្សសាលាអីគេចេញពីរៀនគេដើរលេងនៅហ្នឹងដែរអញ្ចឹងហើយសម្រាប់អាហារគេក៏សម្បូរបែបដែរប៉ុន្តែភាគច្រើនគឺខ្ញុំអត់បានទិញញ៉ាំទេដោយសារអត់សូវចេះញ៉ាំពេញអញ្ចឹងឃើញអាណារៀងតំណងខ្លាំងបានទិញអញ្ចឹងណានៅខាងមុខខ្ញុំគេជួលកៅអៅស្លៀកមើលទៅស្អាតខ្លាំងមែនទែនចឹងដើរបានមកសន្ទុះឃើញហាងលក់តឡុងឆឹងនេះរៀងតំណងក៏ទិញសាកញ៉ាំទៅសម្រាប់រសជាតិឆ្ងាញ់បងប្អូនខ្ញុំឲ្យ9លើ10ដោយសារមានអារម្មណ៍ថាតឡុងគេល្មូតល្អហើយនិយាយទៅញ៉ាំទៅពេញមាត់ហ្មងហើយក្រៅពីគីឡូហ្នឹងខ្ញុំក៏បានទិញនេះដូចនំពងទាមិនហ្នឹងហើយជាមួយនឹងអាម៉ូឈីនេះប៉ុន្តែអានំពងទានោះផ្អែមពេកភាសាការានេះអត់ចោលហ្មងនិយាយទៅនៅហ្នឹងដូចឃើញតែម្ដងហ្នឹងឯងបងប្អូនចេញមកវិញហ្នឹងខ្ញុំក៏បានទៅក្លុកនេះធ្លាប់តែឃើញក្នុងរឿងចិនហ៎បងប្អូនឥឡូវមកសាកក្លុកនៅជប៉ុនម្ដងហើយលេខដែលខ្ញុំចាប់បាននេះលេខ23អញ្ចឹងយើងទៅបើកមើលលេខ23ទាំងអស់គ្នាថាគេនិយាយពីអីអញ្ចឹងណាអញ្ចឹងលទ្ធផលបើសិនជាចេញមកល្អគេឲ្យយកទៅតាមខ្លួនអញ្ចឹងប៉ុន្តែបើអាក្រក់គេឲ្យចងទុកនៅក្នុងវត្តហ្នឹងទៅដូចយើងបោះចោលសំណាងអាក្រក់នឹងអញ្ចឹងណាសម្រាប់លទ្ធផលរបស់ខ្ញុំល្អភាគច្រើនអីដែលយើងប៉ងប្រាថ្នាអញ្ចឹងភាគច្រើនសម្រាប់អញ្ចឹងណាបងប្អូនអញ្ចឹងចេញពីវត្ត Sensoji ហ្នឹងដើរតាមផ្លូវហ្នឹងក៏ឃើញដូចផ្សារគេអញ្ចឹងបងប្អូនគេមានលក់ស្តៀងខ្មែរតែមានលក់កាបូបច្បែកជើងអីនិយាយទៅរៀបចំរៀងស្តៀងយើងដែរអញ្ចឹងណាឡងថ្ងៃចុងក្រោយរបស់ខ្ញុំនៅក្នុងទីក្រុងតូក្យូកាត់ប៉ុណ្ណឹងបងប្អូនអញ្ចឹងកុំភ្លេចជួយ like ហើយ subscribe channel ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអរគុណ